ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូថ្មីយើងបន្តនៅមេរៀនរបស់យើងប៉ុន្តែមុនពេលដែលយើងចាប់ផ្ដើមមេរៀនយើងរំលឹកមេរៀនចាស់បន្តិចសិនអញ្ចឹងមេរៀនចាស់របស់យើងគឺយើងសិក្សាអំពី EA សំឡេង E ហើយនិង double E សំឡេង E ដែរអញ្ចឹងនៅក្នុងមេរៀនទី14នេះយើងសិក្សាអំពី EAR ដែលសំឡេងរបស់វាយើងអានថា ear គឺយើងចាប់ផ្ដើមទាំងអស់គ្នាទី1 N សំឡេងណាEAR គឺស្រៈ ear អ្នក ear នេះទី2 Y សំឡេងយៈ EAR គឺស្រៈ ear យៈ ear year ពាក្យទី3 C សំឡេងខ L សំឡេងលខលខ្ល EAR គឺស្រៈ ear ខ្ល ear clear ខ្ល ear clear គេមេរៀនទី14 EAR សំឡេង E មានប៉ុណ្ណឹងយើងចូលដល់មេរៀនទី15ដែលមានអក្សរដូចគ្នា EAR គឺសំឡេងគេអនុវត្តទាំងអស់គ្នាចឹងអាហ្នឹងយើងរៀនយើងព្យាយាមចាំបងប្អូនណាព្រោះវាស្រៈដូចគ្នាប៉ុន្តែពាក្យខ្លះយើងអានជាស្រៈ E ពាក្យខ្លះស្រៈទាំង3ហ្នឹងដែរយើងអានជាស្រៈចាំពាក្យទី1 EAR ស្រៈN និងN ពាក្យទី2 L សំឡេងល EAR L N សំឡេងណ L និងណ learn ពាក្យទី3គឺ EAR TH សំឡេង F អូខេយើងបានរៀនហើយ TH មានសំឡេង2 D ហើយនិង F អញ្ចឹង TH នេះ F អញ្ចឹង និង F F អូខេហើយបងប្អូនអនុវត្តពាក្យបន្ថែមការអានបន្ថែមនៅក្នុងសៀវភៅរបស់យើងណាអញ្ចឹងមេរៀនទី14 EAR សំឡេង E និងទី15 EAR សំឡេង L មានតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូមេរៀនបន្តទៀត